ចាប់ផ្ដើមណាយើងវេថ្វាយសក្ការៈចំពោះព្រះសម្មាសម្ពុទ្ធមុនហើយនឹងវេបង់ខាងក្រោយដែលមានញោមយាយមានសទ្ធាជ្រះថ្លាចាត់ចែងយកមកហើយប្រគិនព្រះសង្ឃព្រះសម្មាសម្ពុទ្ធទាំងឡាយទ្រង់បំពេញហើយនៅបារមីធម៌ទាំង10ទ្រង់កន្លងហើយនៅផ្លូវឆ្ងាយគឺជាទ្រង់បន្សាត់បងហើយនៅមន្ទិលគឺកិលេសទាំងអស់ហើយទ្រង់បានដល់នៅអរហត្តមគ្គញ្ញាណនិងសัพពញ្ញុតញ្ញាណដ៏ពងពួរបំផុតខ្ញុំព្រះអង្គទាំងឡាយសូមក្រាបថ្វាយបង្គំបូជានៅព្រះអង្គដែលទ្រង់ប្រកបដោយគុណប្រមាណមិនបានដោយការជូកទាំងឡាយដែលមានពណ៌និងក្លិនព្រមទាំងសន្តានដ៏ល្អជាប្រធានមានភេសជ្ជៈកន្ទួតស្រមោនិងការក្រដាស់ការសេមន់ជាបរិវារដោយសេចក្តីគោរពនិងសេចក្តីជ្រះថ្លាម្យ៉ាងវិញទៀតបបិទ្ធប្រសង្ឃដ៏ចម្រើនជាស្រែបុណ្យដ៏ប្រសើរញោមយាយមានសទ្ធាជ្រះថ្លាបាននាំមកនៅបងមួយវងសូមវេប្រគិនដើម្បីប្រយោជន៍ប្រើប្រាស់ប៉ះពាល់ដោយកាយមានរោមជាដើមផងទុកដាក់ក្នុងទីវាលប្រើប្រាស់តាមសប្បាយផងចំពោះព្រះសង្ឃដែលនិមន្តមកហើយក្តីមិនទាន់និមន្តមកក្តីក្នុងទិសទាំង4ដោយសេចក្តីគោរពនិងសេចក្តីជ្រះថ្លាសា